កាលពីសម័យសង្គ្រាមយើងមិញវៀតណាមគេដាក់ដេកា75លើនេះណាដាក់ដេកានេះមានតសមានអីគេដាក់ធ្វើរៀននៅខាងក្នុងមើលខាងក្នុងមែនមានបាទដាក់រៀនក្របដេកានៅកន្លែងដាក់ដេកានៅលើហ្នឹងបាញ់គ្នានៅខាងលិចឬថាប្រាសាទហ្នឹងហើយនឹងប្រាសាទបណ្ណន់ដូចជាធ្វើតំណាលគ្នាប៉ុន្តែខាងនេះដូចជាយើងខាងប្រុសហើយខាងនោះខាងស្រីមែនទេបាទហើយដល់ពេលហើយខាងនេះខាងប្រុសចាញ់ហើយខាងនោះខាងស្រីគេឈ្នះចឹងមែនទេគេឈ្នះបាទហ្នឹងតាមរយៈរឿងព្រេងហ្នឹងមែនទេរឿងព្រេងបាទរឿងព្រេងបើដឹងជាពិតរឿងពិតហើយព្រោះខ្ញុំនៅតូចខ្ញុំអត់ដឹងដែរបើដល់ឮចាស់មកគាត់បានពោពាក្យនិយាយពាក្យហ្នឹងអញ្ចឹងដែរបាទជំរាបសួរបងប្អូនអរគ្នាគណៈពេលនេះខ្ញុំបាទសុធិរិទ្ធរួមជាមួយនឹងបងប្រុសដួងដុំតែបងប្រុសគឺជាឆ្មាំប្រាសាទនៅខាងប្រាសាទស្នឹងនេះបងប្អូនអញ្ចឹងប្រាសាទស្នឹងនេះគេហៅថាប្រាសាទស្នឹងខាងកើតមែនទេបងស្នឹងខាងកើតបាទប្រាសាទនេះវាមានដូចជា3ប្រាសាទមែនទេបាទ3ហើយនៅខាងលិចដូចជាមាននៅប្រាសាទថ្មភក់1តែគេហៅចំណាំហៅគេនិយមហៅគេថាស្នឹងខាងលិចបាទប្រាសាទខាងលិចតែបើនិយាយចំទៅគេហៅប្រាសាទនៅខាងលិច1ខាងកើត3នៅនេះគេហៅភូមិអីបងនេះហៅភូមិស្នឹងខាងកើតស្នឹងខាងកើតបាទហើយខាងនោះក៏នៅភូមិស្នឹងខាងកើតដែរប្រាសាទមួយទៀតខាងកើតដែរស្ថិតនៅក្នុងភូមិស្នឹងខាងកើតទាំងអស់អញ្ចឹងភាគច្រើនយើងចំណាំយើងស្គាល់ទៅរឿងប្រាសាទស្នឹងខាងលិចហើយនិងស្នឹងខាងកើតទេបាទអញ្ចឹងប៉ុន្តែគេអាចចំណាំមួយទៀតបងគេថាប្រាសាទស្នឹងជាទូទៅអាខាងកើត3អាខាងលិច1អាខាងកើតនេះយើងធ្វើពីអីបងបើយើងមើលទិដ្ឋភាពរបស់វានេះតាមទៅធ្វើកសាងពីឥដ្ឋតាន់ទេបាទឥដ្ឋតាន់បាទហើយសភាពរបស់វាមើលទៅដូចជាឥដ្ឋហ្នឹងវាដូចថារបៀបចង់រុះមកបងបាទដោយសារអីដែរបងអញ្ជើញមកបន្តិចមើលបាទនេះចេះណាមួយវាចង់និយាយថាច្រើនសតវត្សផងហើយណាមួយកាលពីសម័យសង្គ្រាមយើងមិញវៀតណាមគេដាក់ដេកា75លើនេះណាដាក់ដេកានេះមានតសមានអីគេដាក់ធ្វើរៀននៅខាងក្នុងមើលខាងក្នុងមែនមានបាទដាក់រៀនក្របដេកានៅកន្លែងដាក់ដេកានៅលើហ្នឹងបាញ់គ្នានៅខាងលិចបាញ់មកទឹងមកចេះតែលេះរបូតខ្ទួទៅវាចេះរបូតរុកនេះទៅមុខខ្លះមកក្រោយខ្លះហើយនៅគៀនខាងក៏របូតរុកនេះបដាទៅណាធម្មតារបស់យើងវាច្រើនសតវត្សហើយវាចេះតែល្បេះល្បោចតទៅណាមួយដោយសារនឹងទំហឹងដែលក្របមកបឹងដែលបាញ់បឹងទៅខ្ទួអញ្ចឹងបងខ្ញុំចាប់អារម្មណ៍ឃើញនេះយើងធ្វើពីឥដ្ឋតាន់មែនទេបងប៉ុន្តែប្រាសាទសងខាងនេះសងខាងខាងនេះមួយហើយនឹងខាងនោះមួយទៀតអត់មានក្បាច់ក្បូរឯមែនទេបងតែអាកដាលនេះមានក្បាច់ក្បូរបងនេះដូចជាក្បាច់រិះូអីផ្សេងស្អាតទៅហើយបាទនេះមានក្បាច់មានអីដែរនេះយើងហៅថាសសរពេជ្របាទសសរពេជ្រនេះមានក្បាច់តាប៉ុន្តែបើសិនជាយើងទៅមើលប្រាសាទមួយទៀតហើយនឹងប្រាសាទមួយនេះដូចជាអត់មានអីទាំងអស់បងអាហ្នឹងវាមកពីសង្គ្រាមឬក៏យ៉ាងម៉េចដែរបងគឺបានន័យថាប្រាសាទយើងធ្វើបែបមិនទាន់ជារួចរាល់បានតែក្បាច់ក្បូរធម្មតាតិចតួចតែភាគច្រើនសំខាន់ធ្វើប្រាសាទកណ្ដាលឲ្យបានក្បាច់ស្អាតបានតែប៉ុណ្្នឹងឯងតាណាទៅតាមដែលខ្ញុំឮដឹងពាក្យពិតពុទ្ធថាមានការប្រកួតប្រជែងគ្នាមិនអីខ្ញុំមិនដឹងណាគេពីបារាមឮតែក្មេងៗដល់ទូចមកដល់ធំដឹងក្តីចាស់និយាយចុះចាប់អារម្មណ៍វាមិនបានដែរខ្ញុំអញ្ចឹងចេះតែតាមពាក្យពេចន៍វាចាំអារាមតិចតួចទៅបាទឮថាប្រាសាទហ្នឹងហើយនឹងប្រាសាទបណ្ណន់ដូចជាធ្វើតំណាលគ្នាប៉ុន្តែខាងនេះដូចជាយើងខាងប្រុសហើយខាងនោះខាងស្រីមែនទេបាទហើយដល់ពេលហើយខាងនេះខាងប្រុសចាញ់ហើយខាងនោះខាងស្រីគេឈ្នះចឹងមែនទេគេឈ្នះបាទហ្នឹងតាមរយៈរឿងព្រេងហ្នឹងមែនទេរឿងព្រេងបាទរឿងព្រេងបើដឹងជាពិតរឿងពិតហើយព្រោះខ្ញុំនៅតូចខ្ញុំអត់ដឹងដែរបើដល់ឮចាស់មកគាត់បានពោពាក្យនិយាយពាក្យហ្នឹងអញ្ចឹងដែរបាទនៅកន្លែងនេះមានកន្លែងដាក់សក្ការៈបូជាសក្ការៈបូជាតាំងពីដើមមកឬក៏អ្នកស្រុកគាត់ទៅតែដាក់ឥឡូវទេតែតាមពិតទៅដែលខ្ញុំឃើញតាំងពីយូរណាស់មកហើយព្រោះកន្លែងជាទីសក្ការៈថ្វាយបង្គំទៅអុជធូបអុជទៀនទៅណាបងប្អូនចាស់ទឹកចាស់ដីព្រៃព្រឹក្សាដើរលេងនេះគេចេះមកសក្ការៈថ្វាយបង្គំទៅណាសូមសេចក្តីសុខសេចក្តីចម្រើនបើសិនជាយើងមើលខាងក្រោយដូចជាមានធ្វើជារបៀបដូចខ្លងទ្វារមានរៀងដែរបងមែនទេប៉ុន្តែអត់មានក្បាច់រចនាបាទអត់មានក្បាច់ទេអត់មានប្រហោងចូលចេញចូលបានទេប្រាសាទផ្សេងក៏ដូចជាអត់ដែរបងឥឡូវយើងនិយាយថាវត្តស្នឹងនេះជាមួយនឹងប្រាសាទនេះអាចថាវាមានប្រវត្តិយូរអង្វែងមកហើយបងវត្តយូរហើយបាទប៉ុន្តែប្រហែលអាចជីវិតក៏កើតក្រោយព្រោះពេលកាលពិតទៅខ្ញុំកើតមកឃើញតែវត្តនោះនេះដែរបើមិនដឹងកើតឆ្នាំណាក៏មិនដឹងដែរបាទដូចជាយើងមិនមានឯកសារណាបញ្ជាក់ច្បាស់ណាបងថ្មនេះថ្មមកពីប្រាសាទខាងមុខដែរឬក៏យ៉ាងម៉េចបងថ្មប្រាសាទតែមួយប៉ុន្តែចំនួនប៉ុលពួតគេហៅមេឃុំហ្នឹងគេយកទៅយកទៅដាក់កន្លែងធ្វើប្រទាយធ្វើជាឃ្លាំងស្រូវបាទចង្រុកស្រូវហ្នឹងណាយកទៅដាក់អេលិចដល់អញ្ចឹងទៅដល់យើងឯករាជ្យសានត្រានក៏ខាងរដ្ឋរាជការក៏គេប្រមូលឬអង្គការណាគេប្រមូលមកយកមកដាក់នេះមកកណ្ដុកពីណូលវិលេចមកយកមកដាក់រដ្ឋរាជក៏មិនបានលើកតម្កល់ដឹងរៀបក្បាច់ផែនយ៉ាងណាបើគេដាក់រៀងសិនទៅតម្រង់ថ្ងៃណាឱកាសមានវិស្វករជាងល្អឡើយគេរៀបបានគេធ្វើបាទនេះគឺជាប្រាសាទស្នឹងហើយដែល
dươngនិយមហៅថាប្រាសាទស្នឹងខាងលិច បាទ តែធាតុពិតនេះមិនមែនប្រាសាទស្នឹងខាងលិចទេមែនទេបង បាទនៅខាងលិចពេតមែនប៉ុន្តែនៅស្ថិតនៅក្នុងភូមិស្នឹងខាងកើតតែមួយប៉ុន្តែមួយខាងលិច3ខាងកើត បាទមានន័យថានេះវានៅខាងលិច បា ទេ ទនៅខាងលិចគេ ហើយ3ទៀតនៅខាងកើត បាទ តែមិនមែនស្នឹងខាងលិចស្នឹងខាងកើតទេព្រោះនេះនៅក្នុងភូមិស្នឹងខាងកើតទេ តែមួយទេ បាទបាទបងប្អូនមើលនេះមានរូបចម្លាក់បែបរឿងព្រេងអញ្ចឹងគឺរឿងកូរសមុទ្រទឹកដោះនេះបងប្អូនអញ្ចឹងបើសិនជាយើងងាកទៅខាងប្រាសាទឯកភ្នំគឺមានដែរ បាទបាទ យើងអត់ដឹងថាតើប្រវត្តិរបស់ប្រាសាទនេះប្រាសាទឯកភ្នំវាយ៉ាងម៉េចទេប៉ុន្តែអ្វីដែលយើងឃើញគឺមានរូបចម្លាក់ចឹងដូចគ្នា បាទបាទ ហើយនៅកន្លែងនេះដូចជាបាំងចិត្តអស់លីងបងណាថ្មវាធ្លាក់ហ្នឹង ចេះតាមពិតទៅពីដើមកន្លែងនេះប្រហោងទេដល់យើងចំណាន់ពលពួតតលាក់ផងហើយទាហានធ្លាប់ដាក់កំភ្លើងគេហៅកំភ្លើង12ក្បៀសមីលីម៉ែត្រគេនោះណាដាក់ទៅក៏អាចជាធ្លាក់តែភាគច្រើនចំណាន់ពលពួតគេគោះតលាក់ តែមិនមែនធ្លាក់មកពីកពូលទេ ធ្លាក់គោះពីលើនឹងធ្លាក់មក អូ បែបពីដើមធំឃើញថ្មច្រើនដល់គោះទៅចេះរួមរឹតទូចទៅដល់អញ្ចឹង បងប្អូនមកមើលឲ្យគៀបមែនតើបងប្អូនឃើញថានៅខាងលើគឺចិត្តខ្លងតែម្ដងបងប្អូនអត់មានសំបីតែប្រហោងតិចចុះអាលបងខាងនេះលបងគេទៅធ្វើដែរបង រត់ខាងមន្ទីរវប្បធម៌គេធ្វើ អូ រត់គេនិយាយរួមរត់ការរត់គេធ្វើទុកការពារខ្លាយលោកធ្វើខ្នល់មកប៉ះពីលើមកគេធ្វើការពារទុក អូបាទថ្មបែក សក្របបាញ់ អញ្ចឹងហ៎ ដាក់12ក្បៀស12មីលីម៉ែត្រក្បៀសហ្នឹងនៅលើនេះខ្មែរក្រហមបាញ់គ្នាវាបាញ់មកសធុបមកសាស្នាមត្រូវក្របទៅ អូ បាទសាស្នាមត្រូវក្របមិនមែនអ្នកណាវាយសាស្នាមក្របបុកបេបុកគុំមកណា អញ្ចឹង មកទាំងកាលនៅអន្តរាមមានទាហានស្លាប់នៅលើទីតា អញ្ចឹងហ៎ បាទទាហានស្លាប់នៅលើនេះម្នាក់ពីរនាក់ អូ